នេះគឺជារឿងពិតមួយរបស់រកស៊ីដែលសាលាត្រូវបានបញ្ឈប់នាងមិនអោយបន្តការសិក្សានៅក្នុងសាលាដោយសារតែនាងបានបំពេញចិត្តមិត្តភក្តិម្នាក់នៅក្នុងសាលាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ admin មានរឿងមួយចង់បញ្ជាក់ម្លេះដល់អ្នកទាំងអស់គ្នានៅក្នុងរឿងនេះផងដែរយើងនឹងរៀនសូត្រចំនួន 2-3 ចំណុចផងដែរកុំឲ្យខាត់ពេលយូរអញ្ចឹងនៅក្នុងរឿងនេះគឺជារឿងពិតរបស់រកស៊ីជាសិស្សសាលាដែលរៀននៅអនុវិទ្យាល័យវាសល់តែ 4-5 ថ្ងៃទៀតប៉ុណ្ណោះគេក៏ដូចជាមិត្តភក្តិរបស់គេនឹងសិស្សនៅក្នុងសាលានឹងគឺបាកងដូច្នេះហើយយើងដឹងស្រាប់ពីថាជាបាកងសិស្សគាត់មានអារម្មណ៍មិនគាត់មានអារម្មណ៍សប្បាយរីករាយភើបអីចឹងលេងនៅតាមសាលាជួបជុំគ្នានិយាយគ្នាលេងអីចឹងទៅណាដោយសារតែស្រីបានរៀនប៉ុន្តែខណៈពេលនឹងផងដែររកស៊ីក៏បានដើរនៅក្នុងសាលានឹងហើយគាត់ក៏បានជួបជាមួយនឹងមិត្តភក្តិរបស់គាត់មិត្តជិតស្និទ្ធដែលហៅថា best friend ហ្នឹងចំនួន3នាក់អញ្ចឹងប្រុស2ស្រី1ហើយពួកគាត់បានជជែកនិយាយជាមួយគ្នាយ៉ាងជិតស្និទ្ធអញ្ចឹងទៅហើយមិត្តភក្តិរបស់គាត់ដែលជាមិត្តភក្តិស្រីហ្នឹងគាត់ក៏បានសូមឲ្យរកស៊ីហ្នឹងគឺយកបារីអេឡិចត្រូនិកមកសាលានៅហើយរកស៊ីគាត់មកសន្ទុះហ្នឹងក៏គាត់មានអារម្មណ៍ថាស្ទាក់ស្ទើរភ័យដែរអញ្ចឹងដោយសារតែវាជារឿងដែលគាត់មិនដែលធ្លាប់ធ្វើគាត់ថាមិនអីទេគិតក្នុងចិត្តថាអីទេដើម្បីមិត្តភក្តិជិតស្និទ្ធមួយអញ្ចឹងគាត់ឆ្លើយថាអូខេអញ្ចឹងចាំស្អែកចាំគាត់យកមកបន្តមកទៀតគឺតាមពិតទៅរកស៊ីហ្នឹងគឺគាត់អត់ទាន់គ្រប់អាយុក្នុងការទិញនៅបារី web ហ្នឹងទេបារីអេឡិចត្រូនិកហ្នឹងនេះឆ្លងតើគាត់បានមកពីណារកស៊ីគាត់បានមកយកនៅរបស់បងប្រុសគាត់ដែលគាត់គ្រប់អាយុក្នុងការទិញហើយបងប្រុសរបស់គាត់ប្រើប្រាស់ហ្នឹងចាញ់មកសាលាគាត់បានដើរចូលទៅក្នុងបន្ទប់បងប្រុសរបស់គាត់ហើយនឹងដាក់ក្នុងក្បូរហើយធ្វើធម្មតាអញ្ចឹងយើងដើរលក្ខណៈចាញ់ធម្មតាប៉ារបស់គាត់ក៏បានឌុបគាត់មកសាលាធម្មតាឡានផងដែរគាត់មានអារម្មណ៍ភ័យដែរខ្លាចប៉ារបស់គាត់ហ្នឹងគឺចាប់បានថាគាត់ហ្នឹងលួចយកនៅបារីអេឡិចត្រូនិកដាក់នៅក្នុងក្បូរហើយយកមកសាលាអញ្ចឹងណាហើយនៅពេលដែលឡានបើកជិះមកដល់សាលាគឺមិត្តភក្តិរបស់គាត់ដែលបានរកស៊ីហ្នឹងគឺយកបារីអេឡិចត្រូនិកគាត់នៅចាំនឹងឯងហើយគាត់ជួបគ្នានឹងសប្បាយដើរចូលមកប៉ុន្តែយើងដឹងហើយថានៅក្នុងសាលាគឺមិនមែនជាកន្លែងដែលមិនមានមនុស្សឯណាគឺសុទ្ធតែសិស្សហើយគ្រូអ្នកដឹកនាំអ្នកកាន់វិន័យអីផ្សេងនៅតាមពេញសាលានឹងឯងហើយពួកគាត់គិតថាអញ្ចឹងមានតែទៅបន្ទប់ទឹកហ្នឹងគឺលក្ខណៈថាអត់មានមនុស្សហើយគាត់ចូលទៅ2នាក់អ្នកស្រីរបស់គាត់ម្នាក់ហើយនឹងគាត់ចូលទៅចំណែកឯប្រុស2នាក់គឺគាត់នៅឈរចាំនៅមុខទ្វារបន្ទប់ទឹកហ្នឹងហើយនៅពេលគាត់ចូលទៅដល់គឺអ្នកនរនេះដឹងថាម៉េចអស់គាត់ក៏បានប្រើប្រាស់ហ្នឹងគាត់បារីអេឡិចត្រូនិកហ្នឹងហើយផ្លុំផ្សែងពេញតែហ្នឹងឯងភ្លាមនោះគឺភ័ក្រផ្សេងទៀតដែលជាសិស្សរៀននៅក្នុងសាលាហ្នឹងគាត់ក៏បានមកបន្ទប់ទឹកតែគាត់បើកទ្វារចូលមកគឺឃើញថាស៊ីហើយនឹងមិត្តភក្តិរបស់គាត់បានកំពុងតែប្រើប្រាស់នៅក្នុងសាលាហ្នឹង proxy គាត់ក៏លក្ខណៈដូចលេងសើចគាត់ជក់បារីអេឡិចត្រូនិកនឹងលួចហើយគាត់ក៏បានផ្លុំផ្សែងហ្នឹងទៅដាក់មុខសិស្សម្នាក់ស្រីម្នាក់ដែលចូលទៅឃើញអញ្ចឹងហើយគាត់ក៏នៅពេលអញ្ចឹងគាត់ដើរចាញ់ធម្មតាជាមួយមិត្តភក្តិរបស់គាត់3នាក់ហ្នឹងស្រុកទាំងគាត់គឺ4នាក់ភ្លាមនោះសិតក្មេងស្រីដែលជាសិស្សហ្នឹងគាត់ឃើញក៏គាត់ទៅប្តឹងនៅនាយកសាលាហើយបន្ទាប់មកទៀតនាយកសាលាក៏បានប្រាប់ទៅគ្រូវិន័យអញ្ចឹងគ្រូវិន័យនៅក្នុងសាលាហ្នឹងគឺគាត់បានកាន់ថ្នាក់រកស៊ីហ្នឹងពេលដែលគាត់ទៅដល់គឺគាត់បាននិយាយជាមួយនឹងគ្រូបន្ទុកថ្នាក់នឹងសិនហើយសួរឈ្មោះសាធារណៈគេឈ្មោះ Roxy ពេលនោះ Roxy គាត់ក៏ក្នុងចិត្តរបស់គាត់ដឹងហើយថានឹងមានអីកាត់ឡើងអញ្ចឹងគាត់ក៏លើកដៃវិន័យនេះគាត់ក៏សួរថាតើឯណាទៅក្បោករបស់គាត់ក៏យកក្បោកមិត្តភក្តិរបស់គាត់ដែលមិត្តភក្តិប្រុសហ្នឹងគាត់ស្វាក្បោបហ្នឹងឲ្យទៅថានេះគឺជាក្បោបរបស់ខ្ញុំបន្តមកទៀតក៏នាំ Roxy ហ្នឹងទៅកាន់បន្ទប់នាយកសាលាអញ្ចឹងនៅពេលដែលទៅដល់ហ្នឹងគឺទៅនាយកសាលាក៏ដូចជាគ្រូបន្ទុកថ្នាក់គាត់បានឆែកនៅក្បោបរបស់ Roxy ប៉ុន្តែអត់ឃើញទេគឺដោយសារអីដោយសារតែគាត់អត់បានយកក្បោបគាត់ឲ្យគ្រូវិន័យហ្នឹងហើយចៃដន្យអីដោយសារតែក្នុងក្បោបហ្នឹងគឺវាមាន Leo អញ្ចឹង Leo ហ្នឹងគឺវាអត់មែនជា Leo របស់មនុស្សស្រីវាគឺជា Leo របស់មនុស្សប្រុសអញ្ចឹងគេដឹងថានឹងមិនមែនជាក្បោបរបស់ Roxy ប៉ុន្តែមកទៀតគឺនាយកសាលានឹងខឹងមែនទែនបាទនៅពេលដែលដឹងថាអញ្ចឹងហើយសួរម្ដងទៀតគាត់ប្រាប់ថាក្បោបគឺនៅក្នុងថ្នាក់ហ្នឹងក្នុងបន្ទប់រៀនហ្នឹងហើយគេក៏បានទៅយកមកដើម្បីឆែកមើលម្ដងទៀតនៅពេលហ្នឹងគឺបានឃើញនៅបាននាំនៅមិត្តភក្តិប្រុសម្នាក់ទៀតហ្នឹងគឺមកជាមួយដែរហើយរឹតតែធ្វើឲ្យនាយកសាលាហ្នឹងកាន់តែខឹងមែនទែនពេលដែលគេចាប់បានថា Roxy បានយកនៅបារីអេឡិចនៃចូលសាលាអញ្ចឹងគេក៏បានខលទៅកាន់ឪពុកម្ដាយនៅផ្ទះអញ្ចឹងដើម្បីប្រាប់រឿងរ៉ាវអំពីអ្វីដែលបានកើតឡើងហ្នឹងមានដឹងទេថាបន្ទាប់ពីមានរឿងរ៉ាវបែបហ្នឹងហើយតើនឹងមានរឿងអីកើតឡើងអញ្ចឹង Roxy គេត្រូវបញ្ឈប់ពីសាលារបស់គេអត់ឲ្យរៀនទៀតទេ
ក្នុងមួយឆមាសហ្នឹងពិតជាមានអារម្មណ៍សោកស្ដាយមែនទែននៅពេលដែលគាត់បានប្រព្រឹត្តនៅកំហុសបែបហ្នឹងបន្ទាប់មកទៀតគឺឪពុកម្ដាយរបស់គាត់ក៏បាននាំស៊ីហ្នឹងទៅផ្ទះវិញហើយនៅតែក្នុងបន្ទប់ដកទូរស័ព្ទដកអីទាំងអស់គឺឲ្យនៅតែក្នុងបន្ទប់អញ្ចឹងដើម្បីបំបត្តិការអបសក់អីផ្សេងៗគឺរកស៊ីគាត់ព្យាយាមគូសគំនូធ្វើអីនៅក្នុងហ្នឹងហើយអ្វីដែលក្នុងរឿងនេះអ្វីដែលយើងអាចរៀនសូត្របានគឺមុនពេលដែលយើងធ្វើការសម្រេចចិត្តណាមួយគឺយើងត្រូវគិតអំពីផលវិបាកដែលវាអាចនឹងកើតមានឡើងហើយមួយវិញទៀតទាក់ទងនឹងការប្រព្រឹត្តអញ្ចឹងជួនកាលការប្រព្រឹត្តរបស់យើងវាតូចតាចទេប៉ុន្តែវាក៏អាចនាំបញ្ហាធំហើយទៀតចំណុចទី2ការខកនឹងបញ្ឆោតធ្វើឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរនៅពេលដែលគេចាប់បានរកស៊ីបានព្យាយាមកុហកដោយយកកាបូបរបស់មិត្តភ័ក្តិឲ្យទៅអ្នកគ្រប់គ្រងឆែកការធ្វើបែបនេះធ្វើឲ្យអ្នកគ្រប់គ្រងកាន់តែខឹងហើយដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរទៅដល់រកស៊ីនឹងបើនាងនិយាយការពិតតាំងពីដំបូងប្រហែលជាដាក់ទណ្ឌកម្មមិនដល់ថ្នាក់បញ្ឈប់នាងពីសាលានឹងទេប៉ុន្តែនេះដោយសារតែនាងបានកុហកទៅធ្វើឲ្យអ្នកគ្រប់គ្រងកាន់តែខឹងនៅក្នុងចំណុចនេះភាពស្មោះត្រង់គឺជាវិធីសាស្ត្រល្អបំផុតក្នុងការដោះស្រាយបញ្ហាហើយចូលដល់ចំណុចទី3អ្វីដែលយើងបានរៀនផងដែរគឺសកម្មភាពតូចៗអាចមានផលប៉ះពាល់ធំនិងយូរអង្វែងដល់ជីវិតរបស់យើងផងដែរដូចជាការជក់បារីអេឡិចត្រូនិកវាគ្រាន់តែជារឿងរ៉ាវតូចតាចប៉ុណ្ណោះប៉ុន្តែវាអាចធ្វើឲ្យផ្អាកពីសាលាក៏ដូចជាបញ្ចប់ពីសាលារបស់នេះគឺជាអ្វីដែលយើងអាចរៀនសូត្របានពីមេរៀននេះអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាបានស្ដាប់ដល់ចប់